We would like to invite Salt Lake Monica and Sims of Epic to the stage to announce and present the award, please. ជារបងសូមគោរពជំរាបសួរដល់ឯកឧត្តមលោកជំទាវគណៈអធិបតីនិងលោកស្រីអ្នកនាងកញ្ញាទាំងអស់ដែលមានវត្តមាននៅទីនេះនាងខ្ញុំឈ្មោះម៉ានីកាហើយជំរាបសួរបងប្អូនពុកម៉ែយាតាជាទីគោរពនិងជាទីស្រឡាញ់អូនឈ្មោះសុនសុភ័ក្រពេជ្រថ្ងៃនេះពួកខ្ញុំពិតជាសប្បាយនិងរំភើបមែនតើដែលបានមកចូលរួមក្នុងកម្មវិធីគម្រប់ខួប15ឆ្នាំរបស់ក្រុមហ៊ុន Legend Cinema ហើយក៏មានកិត្តិយសមែនតើដែលបានហើយពួកយើងក៏មានកិត្តិយសមែនតើដែលបានមកចូលរួមប្រកាសពានរង្វាន់កិត្តិយសដែលពានរង្វាន់នេះគឺពិតជាសំខាន់មែនតើសម្រាប់វិស័យភាពយន្តខ្មែរអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចាប់ដើមប្រកាសទាំងអស់គ្នាសម្រាប់ពានរង្វាន់កិត្តិយសបានទៅលើតែការបងងឲ្យកុំឲ្យអស់សើគ្នាណា1 2 3សូមចូលរួមត្រេកអរទៅកាន់អ្នកស្រីឌីសាវ៉ាអបអរសាទរលោកស្រីឌីសាវ៉ាយើងខ្ញុំដល់គ្នាជាអ្នកគ្រប់គ្រងនិងជាសិល្បករសិល្បករនេះចំនួនក្រោយពិតជាមានមោទនភាពនិងការសរសើរក្រៃលែងចំពោះលោកស្រីឌីសាវ៉ាដែលបានខិតខំប្រឹងប្រែងនិងផ្ដល់ជូននៅពេលវេលាសម្រាប់វិស័យសិល្បៈជាមួយនឹងទេពកោសល្យឆ្នើមចាប់តាំងពីយុគមាសនៃសម័យភាពយន្តកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ1960រហូតមកដល់ពេលបច្ចុប្បន្នស្នាដៃដំបូងដែលទទួលបានការគាំទ្រច្រើនរបស់លោកស្រីរួមមានដូចជាកបូនជីវិតនៅក្នុងឆ្នាំ1962កុំភ្លេចគុណម្ដាយកំណាយប្រពន្ធស្មោះត្រង់វាសនាផ្ការរំដួលលះហើយដួងតារានិងខ្សែភាពយន្តជាច្រើនទៀតដែលទទួលបានជោគជ័យចំណែកខ្សែភាពយន្តរឿងគូកេងកងនៅក្នុងឆ្នាំ1969ជាខ្សែភាពយន្តដែលទទួលបានការស្គាល់ជាអន្តរជាតិដែលបានចូលរួមចំណែកជំរុញឲ្យវិស័យភាពយន្តកម្ពុជារីកចម្រើនយ៉ាងខ្លាំងការចូលរួមដ៏មានតម្លៃរបស់លោកស្រីនៅក្នុងនាមជាសិល្បករនេះដែលមានទេពកោសល្យរបស់កម្ពុជាក្នុងភាពយន្តឯកសារ Golden Slumber របស់អ្នកដឹកនាំរឿងDavid Chu ហើយក៏ឲ្យប្រវត្តិសាស្ត្រភាពយន្តកម្ពុជាឆ្លងកាត់យន្តកម្ពុជាដូច្នេះក្នុងឱកាសគម្រប់ខួប15ឆ្នាំនៃរោងភាពយន្ត Legend យើងខ្ញុំសូមអនុញ្ញាតប្រគល់ពានរង្វាន់កិត្តិយសជូនលោកស្រីឌីសាវ៉ាដែលជាកំពូលសិល្បករនេះឆ្នើមរបស់វិស័យភាពយន្តកម្ពុជាបាទសូមគោរពជូនពរដល់អ្នកគ្រូឌីសាវ៉េបាទសូមអ្នកគ្រូបាទមានសុខភាពល្អបរិបូរណ៍កម្លាំងពលៈមកមួនបាទនៅជាមលប់សម្រាប់កូនចៅបាទក៏ដូចជាសិល្បករសិល្បករនេះបាទបានគ្រូង្វាយតទៅមុខទៀតផងដែរអរគុណច្រើនណាស់អញ្ចឹងសម្រាប់ពានរង្វាន់កិត្តិយសនេះគឺជាពានរង្វាន់មួយដែលនាំមកនៅក្តីរំភើបរីករាយសម្រាប់យើងគ្រប់គ្នាដែលជាសិល្បករ